រឿងដើមកំណើតសត្វផ្សោតកាលពីព្រេងនាយជាយូរអង្វែងណាស់មកហើយមានដើមជ្រៃធំមួយមានមែកត្រស៊ុំត្រសាយសាខាមហាជនទូទៅនៅភូមិជិតខាងគេរាប់អានកោតខ្លាយរុក្ខជាតិនេះណាស់ក្នុងសម័យនោះគេធ្វើខ្តំរូបចម្លាក់ថ្មជាភេទប្រក់មួយស្រីមួយដាក់ឲ្យអង្គុយលើផែនថ្មក្នុងខ្តំនោះគេតែងបួងសួងបន់ស្រន់ថ្វាយក្រយាបូជាសុំសេចក្តីសុខក៏ធ្លាប់បានសុខរៀងមកគេសន្មតថាអ្នកតាម្ចាស់ស្រុកមានរុក្ខទេវតាមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេស្ថិតនៅលើដើមជ្រៃធំនោះជាស្ដេចនៃឈើយូរទៅមានស្រីម្នាក់មកចាប់បដិសន្ធិជាកូនអ្នកស្រុកដែលរាប់អានដើមរុក្ខជាតិនោះលុះធំពេញវ័យជំទង់ដល់រដូវត្រូវសែនព្រេនថ្វាយក្រយាបូជាជូនអ្នកតាម្ចាស់ស្រុកនាងនោះក៏ទូលថាសបាយនំចំណីទៅសែនជួសឲ្យពុកម្ដាយរុក្ខទេវតាក្រឡេកឃើញដូច្នេះចេះតែមានចិត្តអាណិតអាសូរស្រឡាញ់នាងនោះហាក់ដូចជាប្រត់គ្នាពីកាលណាមកហើយទើបបានជួបមុខគ្នាថ្មីរុក្ខទេវតានោះកាន់តែវិតកចិត្តអាណិតនាងខ្លាំងណាស់ទ្រាំពំបានក៏ហោះទៅទូលសួរព្រះឥន្ទតាមដំណើរព្រះឥន្ទទ្រង់រំពឹងដោយញាណទិព្វទៅឃើញថានាងនោះកាលពីជាតិមុនជាប្រពន្ធរុក្ខទេវតានេះបានសាងប្រាថ្នាជាមួយគ្នាមកថាទោះបីទៅកើតជាតិណាភពណាសូមឲ្យជួបបានជាប្តីប្រពន្ធនឹងគ្នាកុំឃ្លាតគ្រប់ជាតិលុះចាស់រៀងខ្លួនរុក្ខទេវតានោះសុំលាទៅបួសជាតាបោះអស់ជីវិតដោយខ្លួនពីគ្នាទៅតាបោះមកកើតជារុក្ខទេវតានេះប្រពន្ធទៅកើតជានាងទេពធីតាបែកគ្នាទៅឆ្ងាយមិនជួបជុំនាងប្រពន្ធជាយុទ្ធពីទេពធីតាមកកើតចិត្តទីកន្លែងដែលទេវតាជាប្តីនៅមកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះទើបបណ្ដាលឲ្យរុក្ខទេវតាចេះតែស្រឡាំងអាណិតអាសូរនាងតែមកពីរុក្ខទេវតានោះមានពាដែលកិច្ចទៅបួសចោលប្រពន្ធឲ្យព្រួយទុក្ខវេទនាអស់សង្ខារទៅមិនឲ្យជួបមុខបានជាចិត្តទៅកើតជាមនុស្សវិញមិនជួបគ្នាព្រះឥន្ទសម្ដែងប្រាប់រុក្ខទេវតាដូចរៀបរាប់មកនេះរុក្ខទេវតាបានដឹងសពគ្រប់ហើយក៏លាព្រះឥន្ទមកវិញគិតពិចារណាថាឥឡូវនឹងទៅខ្វាយបង្គំលាព្រះឥន្ទ្រាធិរាជសុំជុតទៅកើតជាមនុស្សឃើញថាការមិនគួរព្រោះប្រពន្ធទៅកើតធំពេញក្រមុំទៅហើយសង្ខាររបស់មនុស្សខ្លីណាស់មិនដូចទេវតាទេទេវតាគិតចុះគិតឡើងមិនធ្លុះថ្លាយត្រង់ណាសោះហេតុដែលមានពាដែលកិច្ចទៅបួសជាតាបោះមិនឲ្យឃើញមុខលុះត្រាតែសូនសង្ខាររៀងខ្លួនរុក្ខទេវតាព្រួយខ្លាំងណាស់ក៏ប្រថុយប្រានប្រធានព្រៀងថាឲ្យចោះអញទៅប្រាប់ប្រពន្ធឲ្យដឹងខ្លួនអញជាប្តីគូព្រៀងទៅចាប់ជាតិជារុក្ខទេវតានាងឥតមានគូព្រៀងទៀតទេបើនាងបានដឹងថាខ្លួនអញជាប្តីនាងមុខជាលែងយកប្តីអស់មួយជាតិនេះហើយគិតស្រែកពេលរាត្រីស្ងាត់ក៏និមិត្តខ្លួនធ្វើជាពស់ថ្លាន់ចូលទៅអោបរឹតនាងភ្ញាក់ឡើងបំរុសពំរួតពស់ថ្លាន់និយាយលួងលោមសពគ្រប់មិនជឿថាបបប្តីជារុក្ខទេវតាហេតុបដិក៏មកជាពស់ថ្លាន់ដូចនេះវិញរុក្ខទេវតាជាប្តីថាបើនាងមិនជឿបងនឹងប្រែរូបឲ្យនាងមើលរុក្ខទេវតាក៏ផ្លាស់រូបជាទេវតាវិញភ្លាមនាងកន្លក់ខឿនក៏ស្រឡាញ់ពេញចិត្តជឿចាក់ថាប្តីខ្លួនជាទេវតាមែនព្រោះរកមនុស្សណានាងឲ្យល្អដោយពំបាន
រូបទេវតានិយាយប្រាប់នាងថាខ្លួនបងបើមិននិមិត្តខ្លួនជាសត្វបែបនេះទេមិនអាចមកនៅជិតនាងបានឡើយត្រូវតែនិមិត្តរូបជាសត្វផ្ដេសផ្ដាស់ទើបនៅជាមួយនាងបាននិយាយរួចក៏និមិត្តខ្លួនជាពស់ថ្លាន់វិញពស់ថ្លាន់នេះគ្រាន់តែនៅជាមួយនាងប៉ុណ្ណោះទេប៉ុន្តែមិនដែលរួមសង្វាស់ជាមួយនឹងនាងនោះឡើយហើយហាមប្រពន្ធថាកុំនិយាយប្រាប់ម៉ែឪបងប្អូននិងញាក់ស្រុកឲ្យថាជាទេវតាឲ្យថាតែពស់ថ្លាន់ពេលថ្ងៃបងមិននៅជាមួយនឹងនាងទេបងមកលេងតែយប់សំផ្លាស់រូបជាទេវតាឲ្យឃើញម្ដងចិត្តភឺឲ្យលឺមាត់និយាយគ្នាឪពុកម្ដាយចូលទៅមើលឃើញពស់ថ្លាន់ពេលត្រេលពេញលាមផ្ទះក៏ភ្ញាក់ច្រឡាតស្រែករុកទេវតាភៀសខ្លួនបាត់ទៅឪពុកម្ដាយឲ្យកូនស្រីមកសួរកូននិយាយសារសពប្រាប់រឿងពីដើមចប់ដល់ចុងឪពុកទាល់ប្រាជ្ញមិនដឹងធ្វើមកម្រេចក៏ដកដង្អាមធំសួរកូនថាឥឡូវពស់ថ្លាន់ទេវតានោះទៅណាបាត់ហើយកូនប្រាប់ថាពេលថ្ងៃមិនមកទេយកទៀតមកនាងប្រាប់ឪពុកម្ដាយថាទេវតាជាប្តីហាមមិនអោយប្រាប់គេថាទេវតាទេឲ្យថាតែពស់ថ្លាន់បានហើយលុះពេលរាត្រីស្ងាត់រុក្ខទេវតាក៏មកដល់ប្រពន្ធនិមិត្តរូបជាទេវតាឲ្យនាងមើលតាមសេចក្តីសន្យានាងក៏ឥតភ្លើងភ្លឺឡើងស្ទុះធ្វើអោបប្តីដោយសេចក្តីមេត្រីស្នេហាលឺមាត់និយាយគ្នាឪពុកម្ដាយចូលទៅលបមើលឃើញទេវតាល្អណាស់ក៏ស្រឡាញ់ពេញចិត្តនឹងរុក្ខទេវតានោះក្រៃលែងរុក្ខទេវតាដឹងថាឪពុកម្ដាយលបមើលផ្លាស់រូបទៅជាពស់ថ្លាន់វិញភ្លាមឃើញធំទ្រនាលពេញបន្ទប់ផ្ទះទាបភ្លឺរុក្ខទេវតាប្រាប់ប្រពន្ធឲ្យនាំឪពុកម្ដាយទៅជីកយកកំណប់ខុនដំបងមួយមានមាសប្រាក់ពេជ្រកែវកងតុថាសចានជញ្ជូនមកដាក់ពេញផ្ទះឡើងទៅជាអ្នកមានធំយូរទៅដឹងជ្រួតជ្រាបដល់អ្នកស្រុកមកមើលឈួឆពិតជាពួកថ្លាន់ពេនត្រនេលនៅជាមួយនឹងនាងនិយាយពីបរតប្តីប្រពន្ធមានកូនក្រមុំមួយនៅភូមិផ្សេងពីនាងមានប្តីពស់ថ្លាន់ទេវតានោះចេះតែរំភើបក្នុងចិត្តនាំប្តីប្រពន្ធសរសើរថាវាសនាអ្វីគេក៏ល្អម្លេះពីដើមជាអ្នកក្រដូចគេឯងសោះឥឡូវមានផ្ទះធំខ្វាត់ខ្វែងត្រឈឹងត្រឆៃមានគោក្របីដំរីសេះខ្ញុំកំដរប្រាយក៏គ្រឹកក៏ក្រែងល្បីឈ្មោះថាចៅស្វូតសេដ្ឋីនេះមកពីកូនគេមានប្តីពស់ថ្លាន់ឲ្យកំណោះព្រេងបុរសនោះតូចចិត្តនឹងខ្លួនឯងណាស់ចេះតែដកដង្អើមធំចេះតែទុនទិញទាំងយប់ទាំងថ្ងៃប្រពន្ធឃើញប្តីការទុកដូច្នេះក៏និយាយប្រាប់ប្តីថាខ្ញុំបានឮចាស់ទុំនិយាយរៀងមកថាសត្វពស់ថ្លាន់មិនដូចពស់ទាំងពួងទេតែមានដំបូកធំនៅក្នុងព្រៃហើយច្រើនមានពស់ថ្លាន់ទៅពួតពេលណៅទីនោះគេថាពួករក្សាកំណត់ព្រេងប្តីថាបើដូច្នេះព្រឹកស្អែកឯងដាំបាយឲ្យបងពីព្រឹកកុំឲ្យអ្នកណាដឹងបងនឹងដើរស្វែងរកពស់ថ្លាន់ពួតដំបូកក្នុងព្រៃធំបើឃើញបងនឹងចាប់យកមកធ្វើជាប្តីកូនយើងប្រពន្ធពឹងចិត្តក៏ព្រមព្រៀងគ្នាព្រឹកឡើងដាំបាយវិចជាសំណុំព្រមទាំងទឹកបំពង់ប្រគល់ឲ្យប្តីក៏ដើរស្វែងរកពស់ថ្លាន់បុរសនោះចូលក្នុងព្រៃធំមិនយូរប៉ុន្មានក៏បានប្រទះដំបូកមួយធំក្នុងព្រៃទួលមានបន្លាស្អិតនិងវល័យរវីមរវាមវាពាក់ព័ន្ធលើគ្នាបុរសចូលទៅអើតឆ្ងោកមើលឃើញពស់ថ្លាន់ពេនត្រែលលើក្បាលដំបូកពស់នោះរស់នៅក្នុងព្រៃដំបូកនោះអស់កោជាយូរអង្វែងណាស់មកហើយវាមិនដែលទៅកាន់ទីណាសោះទោះបីអត់ឃើញយ៉ាងណាក៏ស៊ូទ្រាំនៅក្នុងទីនោះពស់ក៏មិនរើប៉ុន្មានព្រោះវាស្គាំងស្គមអស់កម្លាំងស្ទើរតែកម្រើកខ្លួនមិនរួច
បរោះយកឈើគោះមើក៏មិនទាំងកម្រើខ្លួនផងបរោះនោះនឹកត្រែកអរក្នុងចិត្តណាស់គឺថាពស់ថ្លន់នេះពិតជាមានកំណប់ហើយបានជាស្លូតម្លេះក៏បោចបល័យស្រាក់ស្រួតជាប់បរោះលើកស្ពាយទាំងភ្នែនមកដោយធ្ងន់ខ្លាំងភ្លេកក៏ឈប់សម្រាកតាមផ្លូវទល់ប្រលប់ទៅមកដល់ផ្ទះស្រែកហៅប្រពន្ធនិងកូនក្រមុំពីការ៉ែរបងឲ្យទៅជួយទទួលប្រពន្ធនិងកូនក្រមុំក៏ចុះទៅទទួលប្តីលុះទៅជួបជុំគ្នាលើកពស់ថ្លាន់ដាក់លើកម្រាលសំពត់សស្រាយចំណងឲ្យកូនក្រមុំទៅអង្គុយទន្ទឹមពស់នោះក៏នៅស្ងៀមដោយគ្នាអត់អាហារមុខយូរថ្ងៃហើយបុរសបង្គាប់ឲ្យគេលើកបាយសម្លទៅដាក់អ៊ុជទៀនធូបសម្បូងសង្រូងប្តឹងជីដូនជីតាជ្រោយស្រា3ដងរួចសែនចាប់សំណែននំចំណីបាយសម្លគ្រប់មុខដាក់ជ្រលោកចូលគ្នាមួយចានយកទៅចាក់នៅមុខផ្ទះហៅពួកអង្រឹងជើងស្មាញឲ្យស៊ីព្រោះជីដូនជីតាពិសារួចហើយលើកតក់ថាសចេញមកក្រៅលុតភ្លើងទុកកូនក្រមុំឲ្យនៅជាមួយពស់ថ្លាន់ក្នុងបន្ទប់នាងនោះប្រហែលជាខ្លាចពួកដែរប៉ុន្តែនឹងចេញមកក្រៅខ្លាចឪពុកម្ដាយព្រោះផ្សំតំណែងឲ្យពស់ថ្លាន់ហើយក៏ចេះតែអត់ទ្រាំទៅចំណែកឪពុកម្ដាយនាំញាតិមិត្តស៊ីមន់ផឹកស្រាឯល្វែងខាងក្រៅពួកនោះកៅមនុស្សនៅស៊ីផឹកមាត់អ៊ូអាវវានៅតែស្ងៀមធ្វើហាក់ដូចជាមិនដឹងឃ្លឿនលុះគេស៊ីផឹករួចទៅស្ងាត់អស់ប្រហែលពាក់កណ្ដាលអាត្រៀតវេលាខ្លួនខ្សាវាឥតរឹតរត់នាងនោះទេព្រោះពស់នោះវាធំលមមលេបនាងនោះបានតែម្ដងវាគ្រាន់តែយកកំទុយសោករុំកំដាយនាងនោះជាប់ងាកក្បាលមកក្រោមគៀវជើងប្រមូលផ្ទឹមគ្នាវាហាមាត់ប្រញ្ចាក់ជើងនាងទាំងពីរតែម្ដងពីដំបូងនាងនោះស្មានថាពស់ថ្លាន់ប្រុងរួមប្រវេណីនឹងខ្លួនបានជានាងនៅស្ងៀមមិនមាត់ព្រោះដេកជាមួយគ្នាតាំងពីល្ងាចមិនអីសោះបែបជាទុកចិត្តពស់បន្តិចទៅហើយលុះវាលេបស្រឿតដល់ក្បាលជង្គង់នាងនឹកសង្ស័យថាពស់ថ្លាន់ច្បាស់ជាលេបអាញពិតហើយគិតនឹងក្រោកក៏ក្រោកមិនរួចកន្ទុយពួកវារឹតដៃនាងជាប់នាងភ័យស្រែកហៅម្ដាយថាពស់ថ្លាន់វាលេបហើយម្ដាយឮមាត់កូនស្រែកហៅក៏ស្រែកសន្ធប់ទៅវិញថាខ្មោចមិនចំគូតប្តីប្រឡែងផងបានតែព្រើលឪពុកស្រវឹងស្រាដេកសន្លប់ហៀទឹកមាត់កក្លាលុកពស់លេបដល់ចង្កែនាងស្រែកហៅម្ដាយថាម៉ែជួយកូនផងពស់លេបដល់ចង្កែហើយម្ដាយរឹតតែបញ្ជោពីក្រៅមកស្ដីបន្ទោសថាកូនអីក៏ចម្រៃមិនចេះខ្មាស់គេឯងមិនត្រឡំនឹងអ្នកស្រុកតិចអញចូលទៅវាយក្បាលក្នុងទំនេរបែកឥឡូវហើយនាងនោះចេះតែស្រែកថាម៉ែអើយជួយកូនផងពស់លេបដល់ចុងនឹងអាមហើយបន្តិចស្រែកថាលេបដល់កហើយម្ដាយឮកូនស្រែកញយពេកមិនខ្ជិលទាំងតបផងគិតតែពីសងំដេកលុងលេបដល់បបោមាត់ក៏ស្រែកលាឪពុកម្ដាយថាបើឪម៉ែមិនជួយកូនទេកូនសូមលាស្លាប់ហើយម្ដាយស្ដាប់ទៅឮមាត់កូនងល់ក្នុងមាត់ពស់ថ្លាន់ដែលវាលេបគ្រប់បបោមាត់ទៅហើយនោះលុះបាត់ឮមាត់កូនម្ដាយសង្ស័យក៏អ៊ូចភឿងចូលទៅមើលបាត់កូនឃើញតែពស់ធំកំពីងតាំងពីក្រោមរហូតដល់ជិតពាក់កណ្ដាលខ្លួននាងម្ដាយនោះក៏ស្រែកទួញងងផ្អើលឆោលោដល់អ្នកស្រុកអ្នកភូមិផ្ទះអ្នកជិតខាងទាំងពាក់កណ្ដាលអត្រៀតឪពុកភ្ញាក់ឡើងហើយអ្នកស្រុកមកជួបជុំ
จอมจับปวดทลันเตะก่อจองสันทึงยกำเบิดเปรียแวะยกโกนบานหมอกสลบโซนชึงดูจิสลับแต่คล้วนนกระดาวประละสดได้รำเอิลพวกปิ้งแต่งคล้วนแต่งกบาลหนึ่งได้จึงจะอาบก่อขวะนอมเนียดองตึกหมกเลียงมันเจระดำตึกกระดาวยกหมกเลียงก็มันเจระลูกเกสรอยตึกกระดาอุ่นเลียงไอมูสระเบาเนียงก็ดังคลูนลางเวงเมื่อคืนบองพระโอนเมียมิงจูบจุมเตรียบตราเมื่อมาโคลนไอสตารมเอิลปัวจะอาบกุกรุกกราวล้างกันตระบานประเดลตึกมุยเลิกครบตะตูกบาวดาเตมอดสมดดองตึกงูดเลียงเบยมเด็กก็มันจะแระรำเอิลปัวโนกึดถาอ้อคลวนไอเอ้ยมาและเตยหายเนยจีมนุษย์ก็ขมะเกบาสลับเตวิ่งประสาเจียงก็ยกพระเดวตัวกบาดาตรองหมดจรังอันลงเจริญนึกปองกำมงจัดถาไอ้หนึ่งโลดตึกสำหรับครูนไอ้เจ้าเกิดโดยชนกหายก็โลดโปร่งตื่นคล้ายคล้วนเตกาจีบฟอดยีพลีมมุดกนงตึกแหวจับไตรซีประเงยเอาปกมาได้รถตามตัวเมื่อโกนไอหมดกำปงตึกรอกปุ่มเขยก่อนน้อมคณิยมสาวอาล้ออาไหลเรียบรอบเรืองเฟ้งเนื้อหมดตึกลูตลอหมกแต่วิ่งบ่บัวประได้ประปุนโอฟปัวทลอนยกตัวเจ้าขนมเปรย์ทมมวยโดยสมานท่าปัวทลอนเวสลับปลัวแวะปัวระยะจีปีแต่หายตายธรรมดาปัวทลอนตายเมนประมาทรัวกรันแต่แวะปัวปนังมันสลับเต้ลูทราแต่กลับได้จีปีจีใบกำนัดเติบสลับอยู่เตวปัวทลอนสัจเจียรุลางวิญหายตังจัดแรงซีมนุษย์หนึ่งสัตว์ดาขมีนโรมขมีนมมีกาได้ปัวทลอนแรงซีมนุษย์หนึ่งสัตว์ขมีนโรมก็เชี่ยตำเนียมตำลวบปิตรมนุหมอกระหดดอลเลยเหล่านี้แอบสาวก็กล่าวเมียนปิตรมเนียงประปนปัวทลอนระหดหมกดอลสัตว์ถอยนี่ขบาบสาวก็ตระงาวโดยเชี่ยระเบียบตัวเปดลสไรระวะอยู่เวียกระเบิบสาวมันเขาเนียปีมนุษย์ปนมานเต้โดยเฉียดดอประดับเกขมะนึ่งสไรระเวะอยู่เวียไอเตียดคลาซึ่งตาโดยมนุษย์เตียงออกเมียนแต่ได้เชื้องปนโนเต้